ស្ដីជំរាបសួរពុកម៉ែបងប្អូននិយាយពីម៉ាយៈនេះបងប្អូនឃើញមុខម៉ាក់លីហេងហើយមុខរាងមានត្រង់ទម្រង់មុខវីបងប្អូនកាលមុនហ្នឹងមិនបាក់ណាគេមកឌីលបាក់ណាគេមកបង្អាប់ទេខ្លួនឯងហ្នឹងលក្ខណៈដូចជ្រូកហើយណាំបងប្អូនដូចជ្រូកយើងឡើងខ្លាញ់តែវិញនិយាយរួមទៅដូចជ្រូកគ្រប់គីឡូគេយកទៅកាប់ចានិយាយពីកលបឿនេះកនេះគឺអស់សិតតែខ្លាញ់តែម៉ាយៈនេះបងប្អូនឃើញហើយនេះអីមុខវីដែរតាតាំងពីស្រកគីឡូមកប៉ុន្តែនិយាយពីខែភាសានេះភ្លៀងបងប្អូនភ្លៀងណាស់ហើយម៉ាក់លីហេងគួរណាស់តែបានដេកថ្ងៃរះថ្ងៃត្រង់អីគេឧទាហរណ៍ថាយើងមិនថាថ្ងៃត្រង់ណាស់ណាក៏ម៉ោង6អីចាំងើបពីបនដេកណាបងប្អូនព្រោះមេវាខែភាសាយើងភ្លៀងវាតិចចេះដេកទៅដេកអុកប្តីដេកអុកអីណាតែអត់ដេកបានទេបងប្អូនអើយនេះមកពីគេម្នាក់នេះនិយាយពីតាម៉ោង4ឡើងយ៉ាងខ្លាំងហើយម៉ោង5អត់ដែលនៅបានទេដេញខ្ញុំឲ្យទៅចូលបន្ទប់ទឹករាល់ថ្ងៃតែម្ដងអានឹងដូចកូនទេណានិយាយពីដេញខ្ញុំរាល់ថ្ងៃបងប្អូនអើយនិយាយពីស្រឡាញ់ត្រង់ថាហូបតោះហូបមកសេរីនិយាយពីខ្ញុំហូបនឹងហូបមិនដេញតែហូបអីខ្លះមួយថ្ងៃនេះតាំងពីមានជំនួយការនេះឯង Skinny បងប្អូននិយាយប្រើ Skinny បោះផ្សារធម្មជាតិមកនិយាយពីស្រឡាញ់បងប្អូនអើយទៅណាបាត់បានទេស្រឡាញ់ជាងប្តីទៀតឥឡូវដោយសារឲ្យយើងហូបបានមកសេរីហូបគឺហូបបានតែម្ដងបងប្អូនហូបអត់ដែលមានដាក់អុយទៅក៏ថាតេទេអានឹងហូបគ្មានខ្លាចទេបងប្អូននេះប្រភេទគ្រាប់អានឹងប្រភេទគ្រាប់នេះបងប្អូនគ្រាប់ធម្មជាតិចឹងបងប្អូនហូបទៅគឺអត់មានផលប៉ះពាល់អីទេនឹងខ្ញុំយកមកលក់ដែរណាបងប្អូនតិចឃើញខ្ញុំតាលេបខ្លួនឯងអត់មកជួយទិញជួយអីចង់ស្រកគីឡូចង់មុខវីអីដែលម៉ាក់លីហេងនេះបងប្អូនទិញទៅហូបបានអត់មានផលប៉ះពាល់រំខានអីទេតែអ្វីដែលរំខានហ្នឹងគឺរំខានតែម្យ៉ាងគាត់បើអ្នកដេកធំអ្នកដេកស្ពឹកអីដេកស្ពឹកមិនសូវបាននឹងត្រង់ថាតាព្រលឹមឡើងម៉ោង4ម៉ោង5អីគេដេញហើយគេអត់មែនទុកឲ្យយើងដេកបង្អក់នៅចឹងដេញយើងទៅចូលបន្ទប់ទឹកហើយបត់ជើងមកអស់តែម្ដងបងប្អូនគឺស្រួលខ្លួនណាស់និយាយរួមហូបដោយមានទំនុកចិត្តហូបដោយមិនភ័យខ្លាចហើយជាពិសេសគឺចង់បានរាងស្អាតបងប្អូននិយាយត្រង់និយាយពីខោអាវខ្ញុំផ្សេងគឺខ្ញុំស្លៀកដែរចូលទេតាំងពីវគ្គខ្ញុំឡើងគីឡូដល់67 68មកតាំងពីខ្ញុំហូប Skinny នេះខ្ញុំហូបអស់ច្រើនទីបហើយបងប្អូនហូបអស់ចូល10ទីបហើយនេះប៉ុន្តែសួរថាស្រកលឿនអត់លឿនទេបងប្អូនព្រោះខ្ញុំអត់បានរៀបចំណីអាហារ